ជំរាបបានទេប្រភេទឈើម៉ៃសាក់នេះគឺជាប្រភេទឈើអីក្នុងចំណោមប្រភេទឈើប៉និតឈើម៉ៃសាក់ហ្នឹងគឺទី1បើយើងនិយាយពីនៅស្រុកខ្មែរយើងគឺដើមឈើធម្មជាតិដែលចេញពីព្រៃហ្មងគឺអត់មានទេគឺយើងយកពូជមកពីស្រុកគេមកដាំទេបាទអញ្ចឹងវាប្រកាត់ពូជមកពីស្រុកគេមកពីបារាំងមកពីអីហ្នឹងយកមកពីឥឡូវមានច្រើនគេប្រកាត់คล้ายៗមកពីខាងប្រទេសឥណ្ឌាប្រទេសអីក៏ដាំច្រើនដែរហើយយើងយកពូជកូនពូជហ្នឹងមកពីគេឈើម៉ៃសាក់ស្រុកខ្មែរអត់មានទេបើអង់គ្លេសហៅ thick wood ហ្នឹងស្រុកខ្មែរហ្នឹងគឺអត់មានឈើដែលក្នុងព្រៃក៏អត់មានឲ្យខាតមកអញ្ចឹងយើងយកមកប្រកាត់ដាំទៅបីនៅស្រុកគេរងថ្ងៃហ្នឹងនៅខាងឡាវខាងអីគេដាំច្រើនដែរហើយប្រភេទឈើនេះគឺគេយកទៅធ្វើនិយាយទៅមកគេយកទៅធ្វើលើគ្រឿងសម្ភារៈប៉និតដូចជាតុកទូគ្រឿងហារឹមគឺថ្លៃខ្លាំងនៅប៉ៃអឺរ៉ុបហ្នឹងគឺគេលឺទៅឈើម៉ៃសាក់គឺគេថាអូថ្លៃណាស់ចាចុះបងបច្ចុប្បន្នគាត់បងមានដាំបន្ថែមទៀតទេបាទបច្ចុប្បន្នហ្នឹងខ្ញុំអត់ដាំបន្ថែមទៀតដោយសារដីយើងមានចំនួន130ហិកតាហើយយើងដាំហ្នឹងហើយយើងរៀងរាល់ឆ្នាំយើងប្រើអស់តែ10ហិកតាទេយើងរៀងរាល់ឆ្នាំយើងកាត់10ហិកតា10ហិកតា10ហិកតារហូតដល់13ឆ្នាំយើងកាត់មុនវាដុះឡើងវិញយើងថែទាំអានោះថែទាំរហូតអញ្ចឹងវាថាវិលជុំបានចាវិលជុំបានអញ្ចឹង13ឆ្នាំក្រោយយើងយកអាទៀងកាប់ដំបងយកមកប្រើទៀតបានយើងថែទាំវាបាទកាប់ឲ្យដុះឡើងវិញកាប់ឲ្យដុះឡើងវិញយើងគ្រាន់ថែទាំវាដុះបើយើងកាប់ម្ដងមានទៅវាពេលវាដុះវិញដុះ4 5ដើមទៅយើងកាត់ទៅចោលអស់ទុកតែម្ដងទៅយើងថែទាំម្ដងទៅគុណភាពលឿនជាងអាមុនទៀតលឿនជាងអាយើងដាំដំបងដោយសារយើងដាំនៅខាងកាត់ក្រោយហ្នឹងអាគល់រឹសដែលវានៅសល់ហ្នឹងគឺវាខ្លាំងយើងកម្លាំងខ្លាំងអាចដុះមកវាធំធាត់លឿនវាផ្ដល់យើងទៅបើយើងthấyវាផ្ដល់កម្លាំងខ្លាំងវាស្ទុះលឿនធំដូចកាលពីមុនខ្ញុំដាំ3ឆ្នាំគឺប៉ិនកដៃឯង3 4ឆ្នាំគឺប៉ិនកដៃក៏ជឿតែឥឡូវអាយើងកាត់ឲ្យ3ឆ្នាំមកចង់ប៉ិនកផ្លូវហើយវាធំលឿនជាងបាទបងពីដើមដែលបងចាប់ផ្ដើមអាជីវកម្មនេះមកដល់ពេលបច្ចុប្បន្ននេះឃើញថាសន្ទុះយ៉ាងណាដែរចាពីពេលដែលយើងចាប់ផ្ដើមអាជីវកម្មនឹងដំបូងឆ្នាំ2021ចាប់ផ្ដើមកែច្នៃធ្វើជាសម្ភារៈសម្រាប់ហ្មងយកមកលក់ចូលទីផ្សារបងនឹងអត់សូវមានអ្នកគ្រប់គ្រងច្រើនទេគេអត់ស្គាល់គេអត់ដឹងអញ្ចឹងណាប៉ុន្តែយើងព្យាយាមធ្វើវីដេអូព្យាយាមបញ្យល់គាត់ព្យាយាមបង្ហាញឲ្យគាត់ដឹងឲ្យប្រជាពលរដ្ឋយើងដឹងថាគុណភាពផលិតផលរបស់យើងមិនមែនវាអត់ប៉ះពាល់សុខភាពវាអាចធ្វើឲ្យផ្សេងតែពីផលប្រយោជន៍ពេលជ្រុញម៉ៃសាក់ឲ្យគាត់ដឹងហើយគាត់ព្យាយាមយល់គាត់ទិញយើងយកទៅប្រើហើយឥឡូវរយៈចុងក្រោយឆ្នាំ2025ហ្នឹងគឺផ្ទុះខ្លាំងតែម្ដងគឺដោយសារមានការពាក់ឯកាផលិតផលខាងតេលេ2ហ្នឹងអត់យកចូលមកកើតហើយអានេះគឺតេលេ2ហ្នឹងគឺស្រឡាញ់ខ្លាំងគឺផលិតខ្លាំងមែនម៉ៃសាក់ហ្នឹងគឺតាមពិតវិញនិយាយចាក់ស្ដាយហ្នឹងគឺនៅខាងថៃហ្នឹងគឺច្រើនមែនតើមកឲ្យគេឈើប្រភេទថាធ្វើវាំងស្ដាច់ធ្វើអីហ្នឹងគឺយករកតែឈើប្រភេទម៉ៃសាក់ហ្នឹងទេតែយកទៅធ្វើនឹងរឿងសង្ហារឿងបណ្ឌិតរបស់ផ្ទះអ្នកធំអ្នកសិទ្ធិហ្នឹងគឺយកឈើម៉ៃសាក់នៅផ្ទះលេខ2ហ្នឹងគឺគេស្រឡាញ់ខ្លាំងឈើម៉ៃសាក់ហ្នឹងដល់ពេលយើងពាក់ឯកាជប់ប្រើទៅចូលមកការឯកាចឹងរបស់យើងហ្នឹងគេកាន់គ្រប់ត្រូលច្រើនទៅយើងលក់ដាច់និយាយទៅសឹងតែអត់មានអីវ៉ាន់ដូចបងឃើញទៅពីពណ៌ម្ដងគឺមនុស្សហៅមើលទិញឡើងអត់មានអីវ៉ាន់លក់រាល់ថ្ងៃហ្នឹងចា